ថ្ងៃនេះនាំអារម្មណ៍ពុកម៉ែបងប្អូនមកមើលផ្ទះនៅក្នុងប្រទេសហូឡង់ចានេះគឺនៅទីក្រុងស៊ូតាមៀតដែលខ្ញុំរស់នៅពុកម៉ែបងប្អូនចាជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាំអារម្មណ៍ពុកម៉ែបងប្អូនមកមើលផ្ទះចាមកមើលទីក្រុងដែលនាងខ្ញុំរស់នៅគឺមានទស្សនវិជ្ជាបែបនេះឯងដូចនៅក្នុងវីដេអូបងប្អូនបានឃើញអញ្ចឹងចាហើយខ្ញុំចង់បង្ហាញបងប្អូនពីផ្ទះរបស់ប្រជាជនហូឡង់ហ្នឹងតើគេធ្វើបែបណាមានរូបរាងបែបណាចាហើយតំបន់និងទីក្រុងដែលខ្ញុំរស់នៅហ្នឹងគឺមានទស្សនវិជ្ជាបែបណាអញ្ចឹងណាចាហើយនេះគឺខែរដូវ winter ពុកម៉ែបងប្អូនចាអញ្ចឹងគឺថាមេឃឲ្យតែពេលល្ងាចហ្នឹងមិនទាន់ទេបងប្អូនម៉ោង5ហ្នឹងគឺល្ងិតស្លុបហើយចាហើយចូលដល់រដូវលឹកឈើជ្រុះចូលដល់រដូវខែ winter ខែត្រជាក់អញ្ចេះគឺគេបន្ថយម៉ោង1ម៉ោងណាចាអញ្ចឹងនៅរដូវក្តៅប្រទេសហូឡង់ខុសម៉ោងគ្នាជាមួយនឹងស្រុកខ្មែរយើង5ម៉ោងនៅរដូវត្រជាក់រដូវគេហៅថារដូវត្រជាក់បងប្អូនចារដូវ winter ហ្នឹងខុសគ្នា6ម៉ោងហើយនៅក្នុងប្រទេសហូឡង់គេមានការថយម៉ោង1ម៉ោងបងប្អូនចាម៉ោងដើរថយក្រោយ1ម៉ោងដោយសារតែរដូវត្រជាក់គឺមេឃវាឆាប់ល្ងិតបងប្អូនចាអញ្ចឹងគេធ្វើការបន្ថយម៉ោងចាអ្នកនៅរស់នៅប្រទេសអឺរ៉ុបគឺគេដឹងហើយថាមូលហេតុអីចឹងណាបងប្អូនចាហើយហ្នឹងហើយនេះapartment ដែលបងប្អូនឃើញនៅក្នុងវីដេអូនេះគឺថាគេធ្វើសាងសង់ថ្មីទាំងអស់បងប្អូនប៉ុន្តែទូចទេបងប្អូនអើយខ្ញុំចូលទៅនៅដកដង្ហើមអត់រួចទេផ្ទះទូចខ្លាំងមែនតើប៉ុន្តែមានតម្លៃថ្លៃខ្លាំងបងប្អូនចាបញ្ជាក់ណាដោយផ្ទះនេះអីអត់មានក្រោមលានទេណាបងប្អូនចាសិតតែលានឡើងហើយចាអញ្ចឹងតំបន់នេះគឺខ្ញុំស្រឡាញ់មែនតើពេញចិត្តខ្លាំងដោយសារតែផ្ទះគេធ្វើថ្មីចាអញ្ចឹងសួនច្បារឬក៏ការរស់នៅម្ដុំហ្នឹងគឺគេមាន playground មានអីច្រើនមែនតើសម្រាប់ក្មេងលេងហើយមួយទៀតការសាងសង់ផ្ទះរបស់គេហ្នឹងគឺយើងមើលមកគឺបែបបត់ស្អាតហ្មងខ្ញុំចូលចិត្តប៉ុន្តែថ្លៃមែនតើបងប្អូនចាផ្ទះនេះសិតតែខ្ទង់លានណាបងប្អូនអញ្ចឹងក៏ខ្ទង់$80,000ឬក៏$90,000ដែរអញ្ចឹងណាតាមទំហំតាមម៉ែត្រការ៉េបងប្អូនចាអាហ្នឹងខ្ញុំនិយាយការប៉ັດដោយសារខ្ញុំធ្លាប់ដើរមើលផ្ទះមួយរយៈហើយដូចបងប្អូនឃើញអញ្ចឹងនេះវាមានទូចវាមានធំសងខាងអញ្ចឹងទៅផ្ទះនៅក្នុងប្រទេសហូឡង់គឺគេសាងសង់បែបនេះហើយបើសិនជាផ្ទះមានម៉ែត្រការ៉េទូចមានន័យថាទំហំទូចតម្លៃក៏វាទាបដែរតែបើផ្ទះយើងមានទំហំធំអញ្ចឹងក៏វាថ្លៃតាមនឹងដែរអញ្ចឹងណាបងប្អូនចាវាមានប្រភេទជាវិឡាហើយនឹងផ្ទះធម្មតាអញ្ចឹងណាព្រោះនៅតំបន់ហ្នឹងគេសាងសង់ច្រើនមែនតើមាន apartment មានផ្ទះមានផ្ទះវិឡាអីចឹងទៅដូចនេះអីគេហៅផ្ទះវិឡាអីតូលអីចឹងណាបងប្អូនចាហើយនេះវិញគឺជាប្រភេទ apartment ណា apartment នេះខ្ញុំគិតថាប្រហែលជាខ្ទង់$60,000ឡើងចាប្រើខ្ញុំនិយាយលុយយូរ៉ូដោយសារលុយយូរ៉ូវាថ្លៃជាងលុយដុល្លារអញ្ចឹងយើងគុណគូតាមនឹងទៅចាដែល apartment អីនេះអញ្ចឹងដោយសារខ្ញុំដឹងតម្លៃដោយសារខ្ញុំចូល website check អស់ហើយណាមួយយើងដឹងពីទំហំម៉ែត្រការ៉េនៅក្នុងប្រទេសហូឡង់តើវាមានតម្លៃប៉ុន្មានអញ្ចឹងណាចាតាមតំបន់តាម city តាមទីក្រុងឬក៏ជ័យក្រុងអញ្ចឹងទៅប៉ុន្តែប្រទេសហូឡង់វាទូចបងប្អូនអញ្ចឹងទោះបីតែផ្ទះនៅតាមខេត្តក៏មានតម្លៃថ្លៃខ្លាំងដែរចាហើយពួកខ្ញុំដើរមកមើលផ្ទះមើល apartment និយាយរួមទៅគម្រោងខ្ញុំជាមួយប្តីខ្ញុំចង់ដូរផ្ទះដែរប៉ុន្តែមើលតាមសមត្ថភាពដែរអញ្ចឹងបងប្អូនតើយើងអាចហក់បានប៉ុណ្ណាព្រោះដោយសារតែផ្ទះវាមានតម្លៃខ្លាំងហើយបើសិនជាយើងទិញផ្ទះតម្លៃខ្ពស់ពេកលើសពីសមត្ថភាពយើងក៏យើងអត់អាចទិញបានអញ្ចឹងណាបងប្អូនចាការទិញផ្ទះនៅក្នុងប្រទេសហូឡង់គឺឲ្យតែយើងមានប្រាក់ខែខ្ពស់ហើយយើងមានការងារជាមួយច្បាស់លាស់អញ្ចឹងណាមានកុងត្រាមានអីការងារអីត្រឹមត្រូវគឺយើងអាចទិញបានបងប្អូនបងរំលោះជាមួយនឹងធនាគារអីចឹងទៅហើយគេតម្រូវឲ្យយើងបងម៉ានហ្នឹងគេនឹងប្រាប់យើងឲ្យព្រោះដោយសារមនុស្សម្នាក់យើងមានសមត្ថភាពការងារចារៀងខ្លួនអញ្ចឹងណាហើយឲ្យតែយើងធ្វើការតាំងពីអ្នកប្តីប្រពន្ធយើងមានប្រាក់ចំណូលខ្ពស់គឺយើងអាចមានសមត្ថភាពទិញផ្ទះតាមលំដាប់គេហៅថាលំដាប់នៃសមត្ថភាពរបស់បុគ្គលរៀងខ្លួនហ្នឹងហើយចឹងណាចាអញ្ចឹងគឺមានការងារស្រួលមែនតើនិយាយរួមទៅឲ្យតែយើងមានការងារល្អមានប្រាក់ខែខ្ពស់ហើយយើងមានកុងត្រាការងារល្អនៅក្នុងប្រទេសនេះណាចានិយាយរួមទៅគឺយើងអាចទិញផ្ទះនៅបានហើយធនាគារគេក៏គេមើលលើសមត្ថភាពរបស់បុគ្គលរៀងខ្លួនអញ្ចឹងណានិយាយរួមទៅនៅក្នុងប្រទេសហូឡង់ឲ្យតែយើងមានប្រាក់ចំណូលខ្ពស់មានប្រាក់ខែខ្ពស់ចាយើងមានកុងត្រាការងារល្អគឺយើងអាចទៅពិភាក្សាខាងជាមួយនឹងធនាគារទិញផ្ទះតាមសមត្ថភាពដែលយើងចង់បានអញ្ចឹងណាបងប្អូនចាហើយគេមើលលើ
សមត្ថភាពរបស់យើងដែរមុននឹងគេឲ្យយើងទិញឬក៏គេឲ្យយើងខ្ចីអីចឹងណាបងប្អូនចាព្រោះនៅស្រុកនេះគេមានច្បាប់ទម្លាប់គេនិយាយរួមទៅធំត្រូវបងប្អូនស្រួលហើយឥឡូវពួកខ្ញុំបានមកដល់ផ្ទះវិញហើយផ្ទះខ្ញុំគឺចាស់ហ่าបងប្អូនអត់ស្អាតទេចាតែគាត់ថាយើងបានតែប៉ុណ្ណេះគឺជីវិតយើងអស់ចាណាចាមហាលុតផ្លោះហើយចាដោយសារតែនៅទីនេះគឺផ្ទះមានតម្លៃថ្លៃមែនតើហើយពួកខ្ញុំបានអាកេអកពីឪពុកក្មេងចាជាឪពុករបស់ប្តីខ្ញុំហ្នឹងអញ្ចឹងគឺថាយើងសំណាងមហានិយាយរួមមហាសំណាងហ្មងចាវីដេអូគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ